គោលការណ៍សំខាន់ទាំង20ក្នុងការយកឈ្នះចិត្តអ្នកដទៃសម្រាប់អ្នកជាមេដឹកនាំទី1គោលដៅកត្តាជំរុញដែលធ្វើឲ្យអ្នកឈានទៅមុខបានគឺគោលដៅជាកម្លាំងជំរុញមួយដ៏សំខាន់ជួយឲ្យអ្នកដើរទៅដល់ទិសដៅព្រោះមនុស្សយើងត្រូវការជំរុញពីអ្នកដទៃនិងគោលដៅជានិច្ចដូច្នេះអ្នកត្រូវតែមានគោលដៅក្នុងរឿងដែលអ្នកកំពុងតែធ្វើពេលអ្នកដាក់គោលដៅឬតាំងគោលដៅបានត្រឹមត្រូវហើយអ្នកនឹងដឹងថាតើខ្លួនយើងចង់បានអ្វីនិងធ្វើដើម្បីអ្វីឲ្យពិតប្រាកដទី2ត្រូវហ៊ានជឿទៅលើចំណេះដឹងរបស់អ្នកដទៃតើអ្នកធ្លាប់មានអារម្មណ៍អស់សង្ឃឹមជាមួយកូនចៅរបស់អ្នកដែលធ្វើការមិនបានប្រកបប្រជាដែរឬទេអ្នកប្រហែលជាអត់មិនបានទេពេលកូនចៅទាំងនោះមិនមានការទទួលខុសត្រូវឬធ្វើឲ្យការងារបរាជ័យឬក៏ធ្វើមិនបានល្អដោយដែលអ្នកប្រាថ្នានោះរឿងរបៀបនេះអាចកើតឡើងបានអ្នកមិនបានឲ្យនៅឥស្សរភាពដល់ពួកគេក្នុងការធ្វើការងារមានន័យថាអ្នកគិតតែគ្រប់គ្រងគ្រប់ពេលគ្រប់វេលាព្រោះយើងមិនទុកចិត្តលើចំណេះដឹងរបស់អ្នកដទៃនោះឯងសំណួរសួរថាតើហេតុអ្វីអ្នកក្លាហានហ៊ានទទួលគេមកធ្វើការហើយចុះហេតុអ្វីបានជាអ្នកមិនបណ្ដោយឲ្យគេធ្វើការយ៉ាងពេញមុខនិងយ៉ាងមានឥស្សរភាពទៅចូលអ្នកសាកល្បងទុកចិត្តលើគេហើយពន្លែងឲ្យគេធ្វើវាយ៉ាងមានឥស្សរភាពអ្នកនឹងអាចសម្រេចផ្លែជាផ្កាបានដោយល្អមិនខានរីឯកូនចៅរបស់អ្នកក៏នឹងពេញចិត្តរីករាយសរសើរអ្នកថែមទៀតផងទី3ត្រូវចេះសង្កេតការចេះយកចិត្តទុកដាក់លើការសង្កេតអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួននឹងធ្វើឲ្យអ្នកយល់ដឹងពីព្រឹត្តិកម្មរបស់មនុស្សពេលបានយល់ពីព្រឹត្តិកម្មរបស់មនុស្សហើយនឹងងាយអូសទាញគេឲ្យស្របតាមការគិតរបស់យើងព្រោះថាការយល់ជាអាវុធដ៏មានអានុភាពអាចធ្វើឲ្យសត្រូវខ្ចប់ខ្លាចនិងជឿតាមបានទី4ត្រូវចេះឲ្យរង្វាន់លើកទឹកចិត្តការឲ្យរង្វាន់ជាកូនសោដ៏សំខាន់មួយដើម្បីអូសទាញមនុស្សប៉ុន្តែសូមចាំថាការឲ្យរង្វាន់ដែលអាចនឹងនាំទៅដល់គោលដៅរបស់យើងបានលុះត្រាតែអ្នកឲ្យរង្វាន់ដល់អ្នកព្យាយាមទើបអ្នកអាចទទួលបានផលការងារដ៏ល្អជាការតបស្នងមកវិញប៉ុន្តែបើអ្នកឲ្យរង្វាន់ដល់មនុស្សខ្ជិលច្រអូសអ្នកនឹងមិនបានអ្វីឡើយពីការឲ្យនោះផ្ទុយទៅវិញវាថែមទាំងឲ្យមនុស្សខ្ជិលទាំងនោះមិនដឹងជានឹងក្រោកឈរបែបណាទើបនឹងបានคล้ายជាមនុស្សព្យាយាមឡើយទី5ត្រូវមានវិធីជំរុញឲ្យគេជឿជាក់លើសមត្ថភាពរបស់គេពេលនិយាយដល់នរណាម្នាក់ធ្វើខុសមនុស្សម្នាក់នោះអាចជាមនុស្សក្នុងគ្រួសារឬកូនចៅនៅកន្លែងធ្វើការឬសូម្បីតែក្រុមមិត្តភ័ក្តិរបស់អ្នកវាប្រហែលជាមិនមែនជាការល្អទេបើអ្នកនិយាយតេះទៀនស្ដីបន្ទោសតែម្យ៉ាងព្រោះមិនត្រឹមតែធ្វើឲ្យគេមិនពេញចិត្តចំពោះអ្នកប៉ុណ្ណោះទេថែមទាំងធ្វើឲ្យគេយល់ថាអ្នកជាមនុស្សចូលចិត្តជន់ឈ្លីគេទៀតផងដូច្នេះគេនឹងគ្មានផ្លូវព្យាយាមធ្វើអ្វីឲ្យបានល្អឡើយជាងមុនយ៉ាងពិតប្រាកដហើយជាការពិតអ្នកប្រហែលជាបានតែការស្ដីបន្ទោសគេរហូតទៅប៉ុណ្ណោះឯងតែបើអ្នកផ្លាស់ប្ដូរពីការស្ដីបន្ទោសមកជាការបណ្ដោះបណ្ដាលនិងជំរុញឲ្យគេមានការជឿជាក់លើសមត្ថភាពរបស់គេវិញហើយបន្ទាប់មកធ្វើឲ្យគេដឹងថាអ្នកមានជំនឿលើសមត្ថភាពរបស់គេនឹងធ្វើឲ្យគេមានកម្លាំងចិត្តនិងមានអារម្មណ៍ជឿជាក់ថាខ្ញុំនឹងធ្វើរឿងនោះឲ្យបាននិងឲ្យល្អបំផុតទៀតផងហើយគេក៏នឹងធ្វើបានពិតៗព្រោះគេជឿថាគេអាចធ្វើបានសំណួរសួរថាបើអ្នកធ្វើយ៉ាងនេះបានតើអ្នកជាអ្វីចម្លើយជាកំពូលអ្នកដឹកនាំនោះឯងទី6ត្រូវមានអារម្មណ៍រីករាយការធ្វើការងារដោយតាំងចិត្តនិងតឹងតែងពេកនោះជួនកាលអាចធ្វើឲ្យមនុស្សយើងធុញទ្រាន់នឹងការងារនោះទៅវិញទេហើយនេះជាហេតុផលមួយដែលធ្វើឲ្យយើងធ្វើការមិនបានផលល្អ
តែបើយើងធ្វើការងារដោយសេចក្តីសប្បាយកក្រឹកកក្រែងវិញមេដឹកនាំនឹងខឹងព្រឺសាច់ហើយថែមទាំងបង្កើតច្បាប់ថ្មីឲ្យបដិបត្តិមិនខានច្បាប់ដែលថានោះនឹងនាំឲ្យកើតអារម្មណ៍ធុញទ្រាន់ជាមួយនឹងការងារហើយការងារដែលកំពុងតែធ្វើនោះអាចមិនល្អដូចបានធ្វើកន្លងមកក៏ថាបានដូច្នេះមេដឹកនាំគួរឲ្យកូនចៅធ្វើការងារដោយក្តីសប្បាយរីករាយចិត្តទី7សរសើរមនុស្សមានគុណធម៌មិនមើលងាយចំណុចខ្សោយរបស់គេការមើលងាយចំណុចខ្សោយរបស់នរណាម្នាក់នឹងញ៉ាំងឲ្យរឿងគ្រប់យ៉ាងរបស់អ្នកយ៉ាប់ទៅព្រោះការមើលងាយចំណុចខ្សោយគេនោះស្មើនឹងអ្នកទៅបន្ថយកម្លាំងចិត្តរបស់គេតែក៏មិនមានន័យថាឲ្យអ្នកមើលរំលងចំណុចខ្សោយរបស់គេដែរអ្នកក៏បីលាងសម្អាតចំណុចខ្សោយរបស់គេរឿយហើយដាំនឹងបណ្ដោះចំណុចដែលរឹងមាំគឺចំណុចល្អអស្ចារ្យបំផុតក្នុងខ្លួនរបស់គេនិយាយឲ្យងាយគឺជួយបន្ថែមចំណេះដឹងដល់គេជានិច្ចគ្រាន់តែធ្វើប៉ុណ្ណឹងគេនឹងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តធ្វើការឲ្យអ្នកពេញទំហឹងទី8តើមានវិធីប្រើមនុស្សដូចម្ដេចដើម្បីឲ្យគេមានសក្តានុពលដ៏មហិមាខ្ញុំគិតថាអ្នកប្រហែលជាធ្លាប់ដឹកនាំកូនចៅទាំងនៅក្នុងផ្ទះទាំងនៅការិយាល័យបើសិនអ្នកមិនគូសខ្សែឬព្រំដែនឲ្យពួកគេដើរទេវាជារឿងល្អបំផុតព្រោះគេនឹងមិនមានអារម្មណ៍គៀបសង្កត់ខណៈពេលធ្វើការងារនោះដូច្នេះគេនឹងធ្វើវាឲ្យបានល្អសូម្បីការឈានទៅមុខនោះយឺតឬខុសផ្លត់ខ្លះក៏ដោយប៉ុន្តែបើគេត្រូវការជំនួយឬការសង្គ្រោះសូមអ្នកកុំនៅរុញរាឡើយដូច្នេះបើអ្នកចង់ឃើញគេដើរទៅមុខប្រកបដោយសក្តានុពលសូមមេត្តាកុំទៅគូសខ្សែឬកំណត់ភាពអង់អាចរបស់គេទុកជាដាច់ខាតសូមបណ្ដោយឲ្យគេដើរទៅតាមផ្លូវរបស់គេដោយមិនមានរឿងណាមកកាត់សង្វាក់របស់គេឡើយហើយថ្ងៃណាមួយគេនឹងដើរទៅបានឆ្ងាយរហូតអ្នកនឹកស្មានមិនដល់ទី9មានគោលដៅច្បាស់លាស់ក្នុងអ្វីដែលខ្លួនត្រូវការតើអ្នកត្រូវធ្វើយ៉ាងណាពេលអ្នកឲ្យនរណាម្នាក់ធ្វើរឿងដែលអ្នកត្រូវការតែគេធ្វើមិនបានល្អតាមការសង្ឃឹមរបស់អ្នកទាំងដែលអ្នកធ្លាប់គិតថាគេក៏មានភាពចេះដឹងល្មមធ្វើការនោះបានប៉ុន្តែគេបែរជាធ្វើរឿងដែលអ្នកប្រគល់ឲ្យនោះបរាជ័យទៅវិញភាគច្រើនពេលដឹងថាកូនចៅរបស់ខ្លួនធ្វើការមិនបានសម្រេចតាមការសង្ឃឹមទុករបស់ខ្លួនមេដឹកនាំតែងតែស្ដីបន្ទោសដល់កូនចៅប្រតិកម្មបែបនេះមិនខុសទេតែវាក៏មិនត្រូវដែរមុនអ្នកចាប់ប្រើនរណាម្នាក់អ្នកត្រូវស្គាល់ពីខ្លួនឯងនិងស្គាល់ពីសក្តីត្រូវការរបស់ខ្លួនឲ្យបានច្បាស់ព្រមទាំងការចេះដឹងរបស់គេផងដែរទើបអ្នកអាចនឹងស្រូបទាញភាពស្ទាត់ជំនាញរបស់គេទាំងអស់មកប្រើឲ្យជាប្រយោជន៍បានប៉ុន្តែបានច្រើនឬតិចប៉ុណ្ណានោះវាស្ថិតនៅលើខ្លួនអ្នកប៉ុណ្ណោះទី10ស្វែងរកផ្លូវល្អឲ្យគេបើអ្នកត្រូវការស្វែងរកផ្លូវជីវិតឲ្យនរណាម្នាក់អ្នកត្រូវប្រកាសក្នុងចិត្តថាផ្លូវដែលអ្នកស្វែងរកឲ្យគេនោះជាផ្លូវដែលល្អហើយហាមនិយាយថាអ្នកមិនអាចធ្វើបានទេឲ្យសោះព្រោះនឹងធ្វើឲ្យគេបាក់ទឹកចិត្តនិងអស់សង្ឃឹមក្នុងនាមជាអ្នកដឹកនាំដ៏ល្អម្នាក់មិនត្រូវប្រងើយកន្តើយក្នុងការនិយាយជំរុញកូនចៅនិងដឹកនាំកូនចៅឲ្យធ្វើអ្វីដែលថ្មីឡើយម្យ៉ាងវិញទៀតអ្នកដឹកនាំមិនអាចអូសទាញឲ្យកូនចៅជឿមកលើខ្លួនបានទេប្រសិនបើមិនធ្វើឲ្យកូនចៅបានឃើញច្បាស់នឹងភ្នែកនោះទី11ត្រូវចេះទទួលយកការគិតរបស់អ្នកដទៃការធ្វើការងារអ្វីមួយឲ្យបានលទ្ធផលល្អនោះបើត្រឹមតែការគិតនិងការសម្រេចចិត្តរបស់អ្នកម្នាក់ឯងវាមិនគ្រប់ជ្រុងជ្រោយទេដូច្នេះចូលរីករាយស្ដាប់ការគិតរបស់អ្នកដទៃដែលប្រាប់នោះផងការប្រាប់ពីមនុស្សទាំងនោះអាចជាកូនចៅឬមនុស្សជុំវិញអ្នកនោះឯងព្រោះការគិតចេញពីមនុស្សច្រើនគ្នាគឺជាទិន្នន័យដ៏ល្អដែលនឹងធ្វើឲ្យអ្នកមើលឃើញការងារបានច្បាស់ឡើងមិនថាការគិតនោះមកពីមនុស្សល្អឬអត់ល្អក៏ដោយចោះសុទ្ធតែមានប្រយោជន៍ចំពោះការងាររបស់អ្នកទាំងអស់សំខាន់អ្នកចេះប្រើវានឹងជួយឲ្យអ្នកធ្វើការងារចេញមកបានល្អលើសពីមុនមិនខានទី12ត្រូវមានការជំរុញឲ្យមានការប្រណាំងប្រជែងគ្នា
មេដឹកនាំត្រូវដឹងថាការប្រណាំងប្រជែងគ្នាគឺជាកម្លាំងជំរុញឲ្យគេធ្វើការងារផ្សេងៗបានល្អជាលំដាប់បើសិនធ្វើការងារដោយមិនមានការប្រណាំងប្រជែងទេការងារនោះនឹងឈប់នៅមួយកន្លែងនិងមិនអាចរីកចម្រើនបានឡើយមិនមានអ្វីដែលធ្វើឲ្យសប្បាយស្មើនឹងយើងធ្វើរឿងគ្រប់យ៉ាងឲ្យបានល្អឡើងដោយការប្រណាំងប្រជែងគ្នានោះឡើយចូលចាំថាការប្រណាំងប្រជែងគ្នានោះមិនបានញ៉ាំងឲ្យអ្នកបរាជ័យឬបាត់បង់អ្វីឡើយប៉ុន្តែវាជាកម្លាំងជំរុញឲ្យអ្នកមានភាពព្យាយាមច្រើនឡើងជាងមុនថែមទៀតទី13មានកលវិធីបដិសេធដោយភាពទន់ភ្លន់មេដឹកនាំល្អជាមេដឹកនាំដែលតែងតែពិភាក្សានិងបញ្ចេញគំនិតរួមគ្នាជាមួយនឹងកូនចៅទាក់ទងនឹងរឿងការងារមេដឹកនាំបែបនេះគឺជាមេដឹកនាំដែលមានប្រសិទ្ធភាពជាងមេដឹកនាំដែលធ្វើអ្វីគិតតែពីខ្លួនឯងអស្ចារ្យមិនស្ដាប់អ្នកណាទាំងអស់ព្រោះថាការបញ្ចេញគំនិតរួមគ្នានោះនឹងធ្វើឲ្យនឹកឃើញនៅគំនិតច្នៃប្រឌិតផ្សេងដែលវាអាចជាប្រយោជន៍ដល់អង្គភាពរបស់ខ្លួនហើយអ្វីដែលសំខាន់នឹងធ្វើឲ្យកូនចៅឃើញថាពួកគេគឺជាមនុស្សដ៏សំខាន់ជាលទ្ធផលនឹងជំរុញឲ្យពួកគេមានកម្លាំងចិត្តដ៏ខ្លាំងក្លាក្នុងការធ្វើការងារនិងមានការទទួលខុសត្រូវខ្ពស់ផងដែរជាធម្មតាមនុស្សយើងរមែងមានប្រតិកម្មផ្សេងគ្នាក្នុងការឆ្លើយតបចំពោះពាក្យណែនាំទោះជាយើងមិនធ្វើតាមពាក្យណែនាំនោះក៏ដោយចុះតែយើងគួរយកការណែនាំនោះទៅពិចារណាដោយប្រយ័ត្នប្រយែងហើយត្រូវឲ្យកិត្តិយសដល់ពាក្យណែនាំនោះចូលកុំបដិសេធពាក្យណែនាំក្នុងគណៈពេលពិភាក្សានោះឲ្យសោះសូម្បីតែអ្នកមានអារម្មណ៍ថាវាប្រើប្រាស់មិនបានក៏ដោយទី14ត្រូវប្រាប់ហេតុផលឲ្យបានច្បាស់លាស់មនុស្សយើងច្រើនតែខ្វះហេតុផលដូច្នេះមុននឹងដាក់ការងារណាមួយឲ្យពួកគេធ្វើត្រូវប្រាប់ហេតុផលដល់ពួកគេឲ្យបានច្បាស់លាស់ដើម្បីឲ្យគាត់បានដឹងថាតើយើងត្រូវការធ្វើអ្វីឲ្យពិតប្រាកដនិងឲ្យពួកគេធ្វើអ្វីឲ្យពិតប្រាកដប៉ុន្តែហេតុផលដែលយើងនឹងលើកយកមកនិយាយនោះត្រូវជឿជាក់ជាមុនថាវាជាហេតុផលដែលល្អនិងមានទម្ងន់ល្មមផ្ទុយទៅវិញបើហេតុផលនោះខ្វះទម្ងន់អ្នកមិនអាចអូសទាញពួកគេបានឡើយទី15ត្រូវយល់ពីបញ្ហាការចេះស្ទាបរើគោលដៅនិងបញ្ហាដែលអាចនឹងកើតឡើងឲ្យបានច្បាស់លាស់ជារឿងសំខាន់ហើយវានឹងញ៉ាំងឲ្យយើងដឹងពីវិធីដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាពជាពិសេសចំពោះមេដឹកនាំបើមិនមានភាពស្ទាត់ជំនាញក្នុងការស្ទាបរើគោលដៅឬវិធីដោះស្រាយបញ្ហាផ្សេងដែលអាចនឹងកើតឡើងបានទេប៉ុន្តែចង់ក្លាយជាមេដឹកនាំដ៏ល្អឬចង់អូសទាញមនុស្សដ៏ពូកែនោះវាពិបាកណាស់បើមិនដូច្នោះទេនឹងត្រូវមកអង្គុយខូចចិត្តនៅពេលក្រោយយ៉ាងពិតប្រាកដទី16ត្រូវចេះគ្រប់គ្រងពេលវេលាឲ្យបានល្អពេលវេលាគឺជារឿងដែលមានតម្លៃសម្រាប់ជីវិតមនុស្សយើងជាពិសេសមនុស្សដែលដកដង្ហើមពេលណាក៏នឹកឃើញតែការងារប៉ុន្តែមានពេលខ្លះគេក៏មានអារម្មណ៍ធុញថប់ដែរព្រោះការងារដែលកំពុងតែធ្វើនោះចប់មិនទាន់ពេលកំណត់ទាំងដែលវាគួរតែរួចរាល់ទាន់ពេលកំណត់បើអ្នកមានបញ្ហាក្នុងរឿងគ្រប់គ្រងពេលវេលាក្នុងការងារធ្វើការចូលអ្នកធ្វើតាមការណែនាំខាងក្រោមសាកមើលខ្ញុំសូមធានាថាអ្នកនឹងអស់បញ្ហាស្ទើរតែមិនគួរឲ្យជឿសោះឡើយវិធីសាស្ត្រនៃការគ្រប់គ្រងពេលវេលាធ្វើការរំលឹករឿងដែលត្រូវធ្វើនោះឲ្យបានរៀងរាល់ថ្ងៃពិចារណាមើលថាតើរឿងមួយណាជារឿងសំខាន់បំផុតហើយចាប់ផ្ដើមធ្វើរឿងនោះជាមុនពេលវេលាដំបូងរួចរាល់ហើយត្រូវធ្វើរឿងបន្ទាប់ឲ្យសម្រេចទៀតក្នុងថ្ងៃបន្ទាប់ភ្លាមពេលការងារទាំងអស់សម្រេចរួចរាល់ហើយចូលឲ្យរង្វាន់ដល់ខ្លួនឯងដូចជាដើរកម្សាន្តជាមួយមិត្តភ័ក្តិឬសង្សារនៅទីរមណីយដ្ឋានផ្សេងដើម្បីឲ្យយើងមានកម្លាំងថ្មីមកប្រឈមជាមួយការងារសារជាថ្មីពេលទំនេរក៏គួររកតម្លៃមកដាក់ខ្លួនអាចនឹងអានសៀវភៅឬធ្វើការជួយសង្គមក៏ល្អដែរពេលទំនេរពីការងារសូមព្យាយាមសម្រាកឲ្យបានពេញទំហឹងអ្នកនឹងបានរំសាយកង្វល់ទាំងពួង
ដាក់គោលដៅឲ្យជីវិតហើយសូមពិចារណាថាអ្វីគឺជារឿងដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកកំពុងរងចាំអ្នកធ្វើទី17ត្រូវមានតិចនិចទំនាក់ទំនងដ៏ប៉ិនប្រសប់ទំនាក់ទំនងមួយដែលមិនច្បាស់លាស់នឹងធ្វើឲ្យការអូសទាញគ្មានប្រសិទ្ធភាពបើសិនអ្នកចង់ឲ្យនរណាធ្វើការអ្វីឲ្យអ្នកត្រូវតែមានទំនាក់ទំនងជាមួយគេឲ្យបានស៊ីជម្រៅដូច្នេះគេនឹងបានដឹងច្បាស់ពីសេចក្តីត្រូវការរបស់យើងហើយគេនឹងឆ្លើយតបយ៉ាងឆាប់រហ័សប៉ុន្តែបើទំនាក់ទំនងមិនមានគោលដៅច្បាស់លាស់ត្រង់ណាមួយនោះគេនឹងធ្វើរឿងដែលយើងត្រូវការមិនបានទេចំណុចណែនាំបន្តទៅនេះអាចនឹងផ្ដល់ប្រយោជន៍ដល់អ្នកយ៉ាងច្រើនបើអ្នកធ្វើបានតាមរឿងដែលណែនាំខាងក្រោមនេះតាំងគោលដៅឲ្យបានច្បាស់លាស់តើអ្នកត្រូវការឲ្យគេធ្វើអ្វីឲ្យអ្នកការជ្រើសរើសទីកន្លែងក្នុងការទំនាក់ទំនងជារឿងសំខាន់អ្នកត្រូវជ្រើសរើសទីកន្លែងដែលស័ក្តិសមជាមួយបុគ្គលដែលអ្នកទៅទំនាក់ទំនងផងដែររកឱកាសដ៏ស័ក្តិសមព្រោះពេលវេលារបស់មនុស្សរមែងមានផ្សេងខុសពីគ្នាពេលទំនាក់ទំនងមិនត្រូវក្រែងញញើតអ្វីឡើយដើម្បីឲ្យគេឃើញរូបភាពក្នុងការគិតរបស់យើងច្បាស់លាស់និងយល់ពីសមត្ថភាពរបស់យើងទំនាក់ទំនងនឹងមានប្រសិទ្ធភាពខ្លាំងបើសិនអ្នកបើកឱកាសឲ្យគេមានចំណែករួមផងក្នុងទំនាក់ទំនងនោះព្រោះវារឹតតែធ្វើឲ្យគេចាំរឿងនោះបានយ៉ាងច្បាស់លាស់ល្អបើអ្នកធ្វើបានទាំងអស់ដែលនិយាយមកនេះខ្ញុំសូមធានាថាទំនាក់ទំនងមិនមានថ្ងៃខុសភ្លាត់ពិតប្រាកដហើយរឿងដែលអ្នកត្រូវការឲ្យគេធ្វើក៏នឹងសម្រេចផលមុនពេលកំណត់ទី18មាននិស្ស័យជាអ្នកគ្រប់គ្រងដ៏ល្អបើអ្នកមិនចង់បានឈ្មោះថាជាអ្នកគ្រប់គ្រងដែលអន់អ្នកគួរជៀសវាងលក្ខណៈដូចតទៅនេះសម្ដែងចេញនៅអគតិចំពោះភាគីម្ខាងទៀតដូចជារឿងជាតិសាសនាជំនឿឬប្រពៃណីផ្សេងគ្នាតែងគិតថាមានមនុស្សគិតប៉ងធ្វើអន្តរាយឬតតាំងនឹងខ្លួនឯងមករហូតចិត្តក្តៅរុះរាន់ចង់ឲ្យគេធ្វើអ្វីឲ្យលឿននិងឲ្យបានដូចចិត្តក្នុងពេលដែលប្រញាប់ប្រញាល់ដោយមិននឹកដល់ការពិចារណាក្នុងវេលាដូចនោះតើអាចសម្រេចទាន់សេចក្តីត្រូវការឬអត់យ៉ាងណាទុនខ្សោយជឿគេងាយនិងមិនចេះវិភាគដោយប្រុងប្រយ័ត្នឡើយសម្រុករហូតមិនមានការសម្រាកសម្រានខ្លះឡើយជាមនុស្សល្ងងកូនចៅក៏ប្រហែលបានតែក្រវីក្បាលតែម្យ៉ាងព្រោះមានម្ចាស់យ៉ាងនេះជាមនុស្សត្រគោះបោះបោកនិងឆេវឆាវពិសេសដាក់ទោសមនុស្សដែលមិនព្រមធ្វើតាមពាក្យបង្គាប់បញ្ជាឬមនុស្សដែលមិនសូវចោះសម្រងនឹងរូគេបើមាននរណាមានគុណសម្បត្តិដូចបាននិយាយទាំងអស់នេះជាតិនេះប្រហែលជាមិនអាចនឹងសម្រេចជោគជ័យក្នុងជីវិតបានទេជាពិសេសក្នុងតួនាទីការងារជាអ្នកដឹកនាំសូមចាំថាការធ្វើខ្លួនជាអ្នកគ្រប់គ្រងដែលអាក្រក់នោះរមែងមានមនុស្សមកតតាំងច្រើនក្នុងជីវិតអ្នកដូច្នេះសូមសួរថាតើអ្នកនឹងយកអ្វីទៅឈ្នះចិត្តគេបានទៅទី19ធ្វើឲ្យគេសប្បាយចិត្តនិងទទួលយកវិធីអូសទាញមនុស្សគឺធ្វើឲ្យគេបានសប្បាយចិត្តនៅពេលមនុស្សដែលយើងត្រូវទៅអូសទាញស្ថិតក្នុងសភាវៈរីករាយសប្បាយចិត្តគេនឹងមិនខ្វល់ថាអ្នកដទៃនឹងគិតយ៉ាងណាចំពោះគេនោះទេគេជឿយ៉ាងមុតមមថាគេមានអ្វីគ្រប់យ៉ាងដូច្នេះអ្នកនឹងអាចអូសទាញគេបានយ៉ាងងាយប៉ុន្តែបើនរណាមិនចេះពិធីការធ្វើឲ្យគេឬកូនចៅរបស់អ្នកកើតមានអារម្មណ៍ល្អជាមួយខ្លួនទេសូមអ្នកអនុវត្តវិធីទាំងនេះអ្នកត្រូវធ្វើឲ្យគេមានអារម្មណ៍ថាគេជាមនុស្សម្នាក់សំខាន់ពេលអ្នកនិយាយជាមួយគេសូមឲ្យចាប់អារម្មណ៍និងយកចិត្តទុកដាក់ជាមួយនឹងគេនឹងមានអារម្មណ៍ថាគេជាមនុស្សមានតម្លៃពេលអ្នកប្រគល់ការងារអ្វីមួយឲ្យគេធ្វើក៏សូមឲ្យគេបានធ្វើទៅតាមវិធីរបស់គេពេលគេមានរឿងឆ្លោះប្រកែកគ្នាជាមួយនឹងមិត្តភ័ក្តិរួមការងារផងគ្នាអ្នកគួរចូលទៅផ្សះផ្សាដោយភាពយុត្តិធម៌ដល់ក្រុមទាំងពីរមានភាពប្រកបប្រជាជាមួយគេឲ្យពិតប្រាកដដូច្នោះគេក៏នឹងមានអារម្មណ៍យ៉ាងពិតប្រាកដចំពោះអ្នកវិញដូចគ្នាបើអ្នកធ្វើខុសត្រូវព្រមទទួលខុសនោះដោយមិនត្រូវស្ទាក់ស្ទើរឡើយ
អនុញ្ញាតឲ្យគេមានចំណាយរួមក្នុងការងារដែលជាតួនាទីរបស់គេដោយសេរីក្នុងផ្នែកដែលគេកំពុងតែទទួលខុសត្រូវនោះមានចិត្តជាកណ្ដាលនិងមានយុត្តិធម៌ដល់មនុស្សគ្រប់គ្នាមិនមើលងាយចិត្តគំនិតរបស់អ្នកដទៃនិងជិះជាន់គេឡើយជំរុញឲ្យគេចេះធ្វើការរបស់គេឲ្យបានល្អប្រុងប្រយ័ត្ននិងល្អិតល្អន់កុំអង្គុយចាំតែចាប់កំហុសគេប៉ុន្តែចូលមើលតែរឿងល្អៗក្នុងរឿងដែលគេកំពុងធ្វើនិងកំពុងមានឲ្យគេមានអារម្មណ៍ថាអ្នកមានភាពទុកចិត្តលើគេនិងទី20មានភាពជាកណ្ដាលនិងមិនប្រៀបធៀបនរណាជាមួយនរណាទេរឿងមួយដែលអាក្រក់បំផុតគឺការប្រៀបធៀបមនុស្សម្នាក់ទៅជាមួយនឹងមនុស្សម្នាក់ទៀតខណៈពេលគ្រប់ភាគីកំពុងតែអង្គុយស្ដាប់ដូចជាអ្នកកំពុងនិយាយជាមួយនាងក្រមុំ A តែអ្នកលើកនាងក្រមុំ B មកប្រៀបជាមួយថានាងក្រមុំ B ពូកែជាងនាងក្រមុំ A ច្រើនណាស់ជាធម្មតាមនុស្សអង្គុយស្ដាប់និងកំពុងត្រូវប្រៀបធៀបរមែងនឹងកើតមានអារម្មណ៍មិនពេញចិត្តនេះជាហេតុនាំឲ្យបែកបាក់គ្នារវាងកញ្ញា A និង B ហើយនាងក្រមុំ A នឹងមិនពេញចិត្តប្រធានផងដែរប្រសិនបើអ្នកចង់ឲ្យការងារល្អត្រូវមានភាពជាកណ្ដាល